សួស្តីអ្នកទាំងអស់គ្នានេះគឺជារបៀបដែលអ្នកទាំងអស់គ្នាដាក់ផ្ទាំងពាណិជ្ជកម្មដើម្បីប្រម៉ូទផលិតផលរបស់អ្នកទាំងអស់គ្នាអញ្ចឹងការដាក់ផ្ទាំងពាណិជ្ជកម្មនេះគឺដាក់ដើម្បីឲ្យអ្នកទិញគាត់តាក់ទាញតែអញ្ចឹងជាជំហានដំបូងអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ពាក្យថាផ្ទាំងពាណិជ្ជកម្មបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើពាក្យថាបង្កើតផ្ទាំងពាណិជ្ជកម្មបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែដាក់ចំណងជើងឧទាហរណ៍ក្នុងករណីរបស់ខ្ញុំគឺខ្ញុំដាក់ថា discount 30% ហើយចំណងជើងរងនេះបើសិនជាអ្នកទាំងគ្នាដាក់ក៏បានឬក៏មិនដាក់ក៏បានបន្ទាប់មកអ្នកគ្នាគ្រាន់តែដាក់ទៅលើរូបភាពរបស់អ្នកគ្នាដែលអ្នកគ្នាចង់ដាក់អូខេក្នុងករណីនេះគឺខ្ញុំដាក់រូប promotion 30% អូខេអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាបានដាក់រូបហើយអ្នកគ្នាចង់ឲ្យនៅពេលដែលអ្នកទិញគាត់ចុចទៅតំណដែលគាត់ត្រូវទៅបន្តគឺអ្នកគ្នាចង់ឲ្យគាត់ទៅណាអញ្ចឹងក្នុងនេះអ្នកទាំងអស់គ្នាអាចមាន3ចម្រើសទី1អ្នកគ្នាអាចដាក់ URL ទៅខាងក្រៅមានន័យថានៅពេលដែលអ្នកទិញគាត់ចុចទៅលើរូបហ្នឹងទៅគឺគាត់អាច navigate ទៅ Facebook ឬក៏ navigate ទៅ YouTube ឬក៏ navigate ទៅ website អ្វីមួយចឹងគឺអ្នកគ្នាគ្រាន់តែដាក់មកហើយបន្ទាប់មកចម្រើសទី2គឺចម្រើសផលិតផលអ្នកនរគ្នានៅពេលដែលអ្នកគ្នាជ្រើសចម្រើសផលិតផលអ្នកនរគ្នាចង់ឲ្យអ្នកទិញគាត់ចុចលើរូបហ្នឹងហើយត្រូវទៅផលិតផលមួយណាអូខេក្នុងករណីនេះគឺខ្ញុំសូមឲ្យគាត់ដំណរទៅកាន់ផលិតផលដែលមានឈ្មោះថា Black T-shirt អញ្ចឹងមានន័យថានៅពេលដែលអ្នកទិញគាត់คลิกលើរូបភាពមួយហ្នឹងនោះគាត់នឹងទៅដល់ផលិតផលមួយហ្នឹងបណ្ដោយអូខេលំដាប់នេះមានន័យថាប្រសិនជាអ្នកនរគ្នាដាក់លេខ0នោះមានន័យថារូបភាពផ្ទាំងពាណិជ្ជកម្មនោះនឹងឃើញមុនគេអញ្ចឹងក្នុងករណីដែលអ្នកទាំងអស់គ្នាមានផ្ទាំងពាណិជ្ជកម្មច្រើនអញ្ចឹងលំដាប់នេះបើសិនជាអ្នកគ្នាដាក់លេខ0នោះវានឹងបង្ហាញមុនមានន័យថាវាបង្ហាញពីលេខទាបទៅលេខខ្ពស់អូខេបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចុចផ្ទាំងបង្កើតពាណិជ្ជកម្មអូខេនោះផ្ទាំងពាណិជ្ជកម្មរបស់អ្នកបានបង្កើតជោគជ័យហើយអ្នកទាំងអស់គ្នាអាចចូលមើលឧទាហរណ៍បានគ្រាន់តែចុចទៅលើហាងរបស់អ្នកទាំងអស់គ្នាអូខេនោះអ្នកទាំងអស់គ្នានឹងបានទទួលបានផ្ទាំងពាណិជ្ជកម្មបែបនេះអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើរូបឬក៏ចុចទៅលើប៊ូតុងទិញឥឡូវនេះនោះវានឹងលីងអ្នកទាំងអស់គ្នាទៅកាន់ page កៅអៅខ្មៅមួយហ្នឹងហើយអូខេអញ្ចឹងមានចម្ងល់អាច comment សួរបាន